បាទជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតយមណាថ្ងៃនេះខ្ញុំបាទចេញវិធានបទមួយគឺការប្រើប្រាស់នៅប៉ារ៉ាថ្នាំប៉ារ៉ាប៉ារ៉ាសេតាមុលឬក៏ឈ្មោះជាធាតុសកម្មរបស់វាគឺអាសេតាមីណូហ្វេនយើងហៅអាសេតាមីណូហ្វេនក៏បានប៉ារ៉ាសេតាមុលក៏បានហើយមានប្រេនជាច្រើនសម្រាប់ថ្នាំដែលគេស្គាល់ជាទូទៅថ្នាំបញ្ចុះកម្ដៅនិងជាថ្នាំបំបត្តិការឈឺចាប់ពេលយើងប្រើដុសខ្ពស់ណាបាទអញ្ចឹងពីហៅថាយើងឈឺកំពុងកប្រើប៉ារ៉ាក៏វាបានកាត់បន្ថយការឈឺចាប់ដែរមិនប្រកាសថាយើងក្តៅខ្លួនតែយើងឲ្យទេថ្ងៃនេះខ្ញុំចង់បញ្យល់ប៉ាម៉ាក់ដែលមានកូនបាទដំបងគឺឲ្យស្គាល់ពីរបៀបប្រើប្រាស់នៅជាតិប៉ារ៉ានោះបាទជាថ្នាំចុះកម្ដៅឬបំបត្តិការឈឺចាប់ជាបំបត្តិការឈឺចាប់ពីកម្រិតស្រាលទៅមធ្យមទេបាទអញ្ចឹងគឺចំពោះប្រើប្រាស់គឺយើងមានពីក្បួនពីរបៀបដែលយើងឲ្យហ្នឹងចំពោះខែកូនឈាមចេះយើងឲ្យតែ10ក្នុង10មីលីក្រាមក្នុង1គីឡូទៅបានហើយនេះកុំឲ្យដល់15អីព្រោះជាទូទៅយើងឲ្យដល់15ក្នុង1គីឡូក្នុងមួយដុសហើយរៀងរាល់4ទៅ6ម៉ោងយើងអាចឲ្យបានមួយដុសទៀតហ្នឹងតែខ្ញុំrecommend ឲ្យប្រើត្រឹម10ទេក្នុងខែកូនឈាមនេះពីព្រោះអីប្រសិនជាកូនយើងក្តៅខ្លួននោះវាបង្កដោយវីរុសគ្រុនឈាមអានឹងយើងប្រើនោះវាមិនតោះខុសអីដែរប្រើឲ្យមិនតិចសូត្រចូលទៅពេទ្យចុះអញ្ចឹងរបៀបប្រើទីហៅថាកូនយើង10គីឡូយើងយកគុណនឹង10ទៅបាទអញ្ចឹងយើងសរុបទៅឃើញថាបាន100មីលីក្រាមក្នុង1គីឡូគឺក្នុងមួយដុសក្នុងម្ដងណាដុសគឺម្ដងក្នុងម្ដងហើយ4ទៅ6ម៉ោងឲ្យម្ដងទៅmaisយូរបំផុត6ម៉ោងទៅបាទយើងអាចជូតទឹកជូតអីទៅគាត់ត្រជាក់ណាយើងកុំឲ្យវា4ម៉ោងវាគិតពេកតែបើសិនចាំបាច់ឲ្យចុះ4ទៅ6ម៉ោងហ្នឹងគឺឲ្យបានដែរថ្លើមយើងអាច eliminate អាចបំលែងជាតិពុលថ្លើមនឹងបានជាតិពុលប៉ារ៉ានឹងបានអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាទីហៅកូនយើង10គីឡូយើងគុណនឹង10ទៅឃើញ100មីលីក្រាមហើយប៉ារ៉ាវាមានជាប្រភេទជាសេរ៉ូមបាទជាសេរ៉ូណាបាទស៊ីរ៉ាប់ហើយជាប្រភេទក្របអញ្ចឹងប្រភេទក្របមាន100បាទមាន325មីលីក្រាមមាន500មីលីក្រាមមាន1000មីលីក្រាម1ក្រាមក៏បានអញ្ចឹងបើសិនជាគុណកូនគីឡូកូននេះ10គីឡូគុណទៅបាន100មីលីក្រាមយើងឲ្យលេខ100ទៅបាទហើយឬមើលកូនយើងប្រើជាប្រភេទស៊ីរ៉ាប់ណាប្រភេទសេរ៉ូណាយើងមើលនៅក្នុងកំហាប់របស់ថ្នាំស៊ីរ៉ាប់ហ្នឹងគេមានដាក់កំហាប់ឲ្យក្នុងកម្រិត5មីលីលីត្រហ្នឹងមានចំនួនជាតិប៉ារ៉ាឬក៏អាសេតាមីណូហ្វេនហ្នឹងប្រមាណមីលីក្រាមជាទូទៅដុសដែលទៀតកំហាប់ដែលតិចគឺ5មីលីលីត្រមានចំណុះប៉ារ៉ា120មីលីក្រាមបាទអញ្ចឹងបើកូនយើង10គីឡូយើងអាចបូម4មីលីលីត្រក៏បានឬក៏5មីលីលីត្រក៏បានឲ្យលេបម្ដងបានបាទខ្ញុំសូមអរគុណលា